អាជ្ញាធរខណ្ឌនិងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យនិងបោសសម្អាតឲ្យបានដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងការណែនាំរបស់អាដាមខ្លួនស្រេងបែបនេះបានធ្វើឡើងក្នុងអង្គប្រជុំស្ដីពីវឌ្ឍនភាពការងារបង្ក្រាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាព្រឹកថ្ងៃសៅរ៍ទី7ខែមីនាឆ្នាំ2026នៅសាលារាជធានីភ្នំពេញអាដាមខ្លួនស្រេងបានមានប្រសាសន៍ថាតាមផែនការរបស់អាដាមអភិបាលសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ជាឲ្យធ្វើការបង្ក្រាបបោសសម្អាតឲ្យអស់នៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះនៅពាក់កណ្ដាលខែមីនាឆ្នាំ2026ខាងមុខដូច្នេះយើងនៅពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះដើម្បីអនុវត្តផែនការនេះឲ្យទទួលបានជោគជ័យកន្លងមកនេះយើងអនុវត្តការងារនេះបានល្អប្រសើរហើយប៉ុន្តែទោះជាយ៉ាងណាក្តីពួកគេអាចជ្រកនៅតាមទីតាំងមួយចំនួនដែលយើងនឹកស្មានមិនដល់ជាមួយនឹងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញៀនក៏ត្រូវបន្តបោសសម្អាតផងដែរដើម្បីបង្កភាពកក់ក្ដៅដល់ប្រជាពលរដ្ឋឥឡូវយើងកំពុងតែដើរលើផ្លូវត្រូវហើយសូមបន្តដើរលើផ្លូវនេះតទៅមុខទៀតសម្ដៅធ្វើយ៉ាងណាឲ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្មាននៅក្នុងមូលដ្ឋានរបស់យើងគ្រប់គ្រងតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាយើងទទួលយកសេដ្ឋកិច្ចពណ៌សមិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅដាច់ខាតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាកម្ពុជាបានបដិញ្ញាចិត្តបោសសម្អាតឲ្យអស់នៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ2026ខាងមុខនេះសម្ដេចក៏បានលើកឡើងថាការបោសសម្អាត scam online នៅកម្ពុជាមិនមែនកញ្ចប់ត្រឹមតែខែមេសាចូលឆ្នាំនោះឡើយគឺបន្តធ្វើជាប់ជាប្រចាំ